South Korea has unveiled its vision for the future of armored warfare with the K3 main battle tank. ក្រុមហ៊ុន Hyundai រថធំបានដាក់បង្ហាញគំរូរថក្រោះប្រយុទ្ធចំនួនថ្មីរបស់កូរ៉េខាងត្បូងត្រូវបានហៅថា K3 ដើរដោយថាមពល E-Trojan រថក្រោះប្រយុទ្ធចំនួនថ្មីនេះនឹងជំនួសឲ្យរថក្រោះប្រយុទ្ធដើរដោយម៉ាស៊ីនម៉ាស៊ូតជាមួយនឹងកោសិកាឥន្ធនៈ E-Trojan ដែលមានបំណងផលិតនៅឆ្នាំ 2040 ដោយនឹងក្លាយជារថក្រោះប្រយុទ្ធដើរដោយថាមពល E-Trojan ដំបូងបំផុតរបស់ពិភពលោកតាមប្រភពពីគេហទំព័រ Technology Innovation កាលពីពេលថ្មីនេះបានឲ្យដឹងថារថក្រោះប្រយុទ្ធចំនួនថ្មី K3 រួមបញ្ចូលគ្នាជាមួយនឹងម៉ាស៊ីនកូនកាត់ E-Trojan មកសុទ្ធក្នុងគំរូដើមដំបូងរបស់ខ្លួនមុនពេលធ្វើកំណែទម្រង់សំខាន់បន្ថែមទៀតលក្ខណៈពិសេសរបស់ K3 ផ្ដោតទៅលើការពង្រឹងការបំបាំងកាយឬកិច្ចពីរ៉ាដាការបើកបរស្វ័យប្រវត្តិការរួមបញ្ចូលយន្តហោះគ្មានមនុស្សបើកឬដ្រូននិងកាំភ្លើងបាញ់ដ៏មានអានុភាព130មីលីម៉ែត្រប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI សម្រាប់វាយប្រហារទុកជាមុនទាហាន3នាក់រួមមានអ្នកបើកបរមេបញ្ជាការនិងអ្នកបញ្ជាកាណុងកាំភ្លើងប្រតិបត្តិការពីផ្នែកខាងមុខដែលមានកំពែងដែកថែបដ៏រឹងមាំរថក្រោះប្រយុទ្ធ K3 ក៏បំពាក់ប្រព័ន្ធគ្មានមនុស្សបើកជាមួយការបញ្ជាពីចម្ងាយ5គីឡូម៉ែត្រនិងគាំទ្រមីស៊ីលប្រឆាំងរថក្រោះគ្រប់ធន់និងមីស៊ីលផ្លោងពីចម្ងាយសម្រាប់កម្លាំងបាញ់បន្ថែមប្រព័ន្ធការពារដ៏រឹងមាំរបស់ K3 រួមមានការពារប្រឆាំងមីស៊ីលការការពារសកម្មភាពការការពារប្រឆាំងនឹងការវាយប្រហារដោយដ្រូននិងប្រសិទ្ធភាពខ្ពស់លើការគេចចេញពីរ៉ាដានៅសមរភូមិបច្ចេកវិទ្យាកោសិកាឥន្ធនៈ E-Trojan ក៏នឹងកាត់បន្ថយយ៉ាងខ្លាំងនៅសម្លេងរំខានដែលរថក្រោះប្រយុទ្ធបង្កើតឡើងនៅពេលកំពុងធ្វើចលនាបច្ចេកវិទ្យានេះក៏នឹងផ្ដល់ឲ្យរថក្រោះប្រយុទ្ធជាមួយនឹងការបង្កើតល្បឿននិងការចល័តកាន់តែរហ័សរហួននិងច្រើនជាងមុនដោយមិនចាំបាច់ឈឺក្បាលពីការសន្សំសំចៃប្រេងឥន្ធនៈនោះទេរថក្រោះប្រយុទ្ធចំនួនថ្មីក៏គួរទទួលបានអត្ថប្រយោជន៍ពីការងាយថែទាំជាងមុនហើយក៏នឹងអាចឆ្លងកាត់ផ្លូវដីចោតនិងរដាក់រដប់បានល្អជាងមុនផងដែររថក្រោះប្រយុទ្ធ K3 មានសមត្ថភាពលើសពីរថក្រោះប្រយុទ្ធនាពេលបច្ចុប្បន្ននេះដោយផ្ដល់នូវការងារបេសកកម្មប្រកបដោយប្រសិទ្ធភាពជាងមុនជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតសម្រាប់សង្គ្រាមទំនើបនាពេលអនាគតក្រុមហ៊ុន Hyundai រថធំបានគូបញ្ជាក់ថានឹងរៀបចំសកម្មភាពសម្រាប់សមរភូមិនាពេលអនាគតដោយបង្កើតនៅរថក្រោះប្រយុទ្ធសំខាន់ចំនួនថ្មីអាចបន្ថែមសមត្ថភាពប្រយុទ្ធនិងការជំនួសមុខងារជាច្រើនផ្សេងទៀតស្របពេលដែលការថែរក្សាសន្តិភាពគឺជាគោលដៅអាទិភាពរបស់ក្រុមហ៊ុន Hyundai រថធំជាមួយនឹងគំរូរថក្រោះប្រយុទ្ធចំនួន K3 នេះនឹងបង្កើតប្រព័ន្ធប្រយុទ្ធនិងការការពារទំនើបថ្មីបំផុតដ៏មានសក្តានុពលសម្រាប់ប្រទេសកូរ៉េខាងត្បូងទោះបច្ចុប្បន្នភាពតានតឹងជាមួយនឹងកូរ៉េខាងជើងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរគូបញ្ជាក់ថា Hyundai រថធំគឺជាក្រុមហ៊ុនកូរ៉េខាងត្បូងផ្ដោតសំខាន់លើការផលិតការពារជាតិនិងគ្រឿងចក្រដែលផ្នែកមួយនៃក្រុមហ៊ុន Hyundai Motor Group បាទសូមអរគុណសូមជម្រាបលា Threats is essential for battlefield survivability. The K3's crew layout is streamlined, housing only 3 personnel, a command